ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអំពីរបៀបនៃការទិញMeta Verify Facebook account បាទទីទូទៅនៅក្នុងស្រុករបស់យើងគឺតម្លៃ$11.99តែឥឡូវខ្ញុំណែនាំពីវិធីដើម្បីធ្វើការទិញក្នុងតម្លៃ$2ជាងបាទដំបូងបងប្អូនចូលកាន់ setting បាទ setting ហើយបន្ទាប់មក see more បាទ see more ហើយយើងចូលទៅកាន់Meta Verify បាទចូលមកបងប្អូនចុច next ទៅបាទចុច next មកបាទវាលោតចេញផ្ទាំងមួយនេះបាទហើយបងប្អូនឃើញគឺដាក់ថាតម្លៃទិញហ្នឹងក្នុងមួយខែ$11.99បាទអូខេបងប្អូនចុច continue បាទពេលដែលចុច continue មកដល់កន្លែងនេះគឺវាឲ្យយើងបំពេញលេខកងធនាគាររបស់យើងបាទហើយនឹងតពីបំពេញលេខកិច្ចនៃកងធនាគារហើយយើងបំពេញថ្ងៃសុពលភាពលើកាតកងធនាគាររបស់យើងបាទហើយយើងវាយពាក្យ3ខ្ទង់ CVC ហ្នឹងហើយកន្លែងដែលសំខាន់បំផុតគឺនៅកន្លែង travel country បាទបងប្អូនទៅមើល country ឈ្មោះ Nigeria បាទselect your country Nigeria មកបាទហើយបន្ទាប់មកបងប្អូនចុច continue ចុច continue បាទបន្ទាប់ពី continue នៅកន្លែងនេះគឺបងប្អូនចុចអាចចុចលើពាក្យ subscribe ហើយនោះបងប្អូនឃើញតម្លៃបាទតម្លៃប្រទេសគេហ្នឹងគឺតម្លៃ$3,899.99ក្នុងមួយខែអញ្ចឹងវាតម្លៃត្រឹមតែ$2ជាងទេក្នុងមួយខែបាទអញ្ចឹងន័យថាបើសិនបងប្អូនយកប្រទេសខ្មែរគឺតម្លៃពេញគឺ$11.99តែបើយើង select country Nigeria ទៅតម្លៃវាតែ$2ជាងបាទនេះបងប្អូនអាចចូលទៅ exchange ដូចខ្ញុំបាទដើម្បីចង់ដឹងតម្លៃទៅប្រកបបាទអូខេពេលដែលហើយចុច subscribe បាទនេះរួចរាល់ហើយបាទរួចរាល់បាទក៏ពេលរួចរាល់ហើយវាប្រាប់យើងថាវានឹងផ្ទៀងរយៈពេលក្នុងចន្លោះពី3ថ្ងៃទៅបាទអញ្ចឹងចាប់ពីពេល verify ហ្នឹងអាចចន្លោះពីពេលហ្នឹងរហូតដល់3ថ្ងៃបានវាចេញ blue tick ឲ្យយើងបាទចេញសញ្ញាគ្រីសពណ៌ខៀវបាទអូខេវីដេអូមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទអរគុណច្រើន